អ្នកបើកបរតែងតែមានការងឿឆ្ងល់ជាខ្លាំងរាល់ពេលដែលរថយន្តរបស់ពួកគេចាប់ផ្ដើមញ័រនៅពេលដែលចេញពីប៉ាដំបងនៅកម្រិតល្បឿនទាបយើងអាចមានអារម្មណ៍ថារថយន្តរបស់យើងញ័រនៅពេលដែលយើងចាប់ផ្ដើមបង្កើនល្បឿនឬនៅពេលដែលកម្លាំងរមួលដែលបង្កើតឡើងដោយម៉ាស៊ីននៅ RPM ទាបយើងក៏ទទួលដឹងថាម៉ាស៊ីនរបស់យើងមានចំហាយមិនសព្វឬមិនសព្វចំហាយឬការបញ្ឆេះខ្លាំងឬខ្សោយតាមរំញ័រនៃរថយន្តពេលដែលចំហាយខ្សោយធ្វើឲ្យសឹកប៊ូស៊ីលបាយចំហាយឆេះអត់សព្វដោយសារធាខ្យល់ធ្លាយទៅតាមទយោចូលកហ្គាឬមួយម្ដុំក្បាលស៊ីឡាំងរងកន្លះប្រេសជាដើមពេលដែលមានការលេចធ្លាយខ្យល់ធ្វើឲ្យលបាយសាំងឬម៉ាស៊ូតឆេះអត់សព្វកាលណាសាំងឆេះអត់សព្វវាធ្វើឲ្យម៉ាស៊ីនធ្វើការអត់ស្រួលបណ្ដាលឲ្យញ័រការបញ្ឆេះកើតឡើងពីផ្កាភ្លើងនៃប៊ូស៊ីកាលណាប៊ូស៊ីចាស់ខូចសឹករិចរលក៏បណ្ដាលឲ្យមានបញ្ហាញ័រម៉ាស៊ីនដែរហើយបញ្ហានៃការបញ្ឆេះនេះផងដែរក៏អាចមកពី sensor នៃ ECU មានបញ្ហាកាលណាមានស៊ីឡាំងណាមួយឬច្រើនបាញ់ភ្លើងឬឲ្យភ្លើងមិនបានត្រឹមត្រូវធ្វើឲ្យម៉ាស៊ីនទាំងមូលរត់មិនស្មើគ្នាបណ្ដាលឲ្យញ័រម៉ាស៊ីនការបាញ់ភ្លើងមិនបានល្អនេះផងដែរក៏បណ្ដាលមកពីប៊ូស៊ីកំហុសនៃប៊ូប៊ីនឬប្រព័ន្ធសាំងមានបញ្ហាភាពមិនស៊ីចង្វាក់គ្នារវាងពីរស្ទង់នីមួយៗក៏ជាបញ្ហាពីរស្ទង់គួរតែធ្វើការបានស្មើគ្នាបើមានមួយណាខ្សោយជាងគេដោយសារការឲ្យភ្លើងពីប៊ូស៊ីមិនបានល្អឬប៊ូប៊ីនឲ្យភ្លើងប៊ូស៊ីអត់គ្រប់នោះម៉ាស៊ីននឹងញ័រជាទូទៅរោគសញ្ញានៃការញ័រឡាននៅពេលបង្កើនល្បឿនគឺគេតះឬឆែកមើលប៊ូស៊ីមុនគេបញ្ហាសុប៉ាប់ក៏ជាបញ្ហាមួយនៃដំណើរការម៉ាស៊ីនឡានផងដែរកាលណាឡានមានបញ្ហាសុប៉ាប់គឺដូចមានបញ្ហាម៉ាស៊ីនទាំងមូលអញ្ចឹងពីព្រោះទាំងខ្យល់ទាំងសាំងទាំងអូស្មန်ចេញចូលគឺតាមសុប៉ាប់នឹងឯងជាចុងក្រោយគឺបញ្ហាបិចសាំងរួមទាំងបញ្ហាដូចស៊ីម៉ាំងឬយើងហៅថា oxygen sensor ជាចុងក្រោយសូមអរគុណដល់បងប្អូនដែលបានទស្សនានិងតែងតែគាំទ្របើសិនជាបងប្អូនមិនទាន់បានចុច like page ឬ follow សូមចុច like ម្នាក់មួយផងដើម្បីឲ្យជាកម្លាំងចិត្ត